សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពាក្យអង់គ្លេសប្លែកពិបាកតែមានន័យលយខ្លាំងចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដើម្បីយកទៅប្រើប្រាស់ឲ្យមើលទៅ cool តោះទៅមើលទាំងអស់គ្នាពាក្យទី1គឺ defenestration meaning the act of throwing someone or something out of a window អត្ថន័យជាភាសាខ្មែរការបោះមនុស្សឬរបស់អ្វីមួយចេញតាមបង្អួច Example If my computer freezes one more time it's going to face immediate defenestration បើកុំព្យូទ័រអ្នកដើរយឺតពេលកាត់តវីដេអូអ្នកអាចនិយាយថាបើកុំព្យូទ័រនឹងកាំងម្ដងទៀតខ្ញុំនឹងបោះវាចោលតាមបង្អួចភ្លាមតោះមកមើលពាក្យទី2វិញគឺ petrichor meaning the earthy pleasant scent produced when rain falls on dry soil អត្ថន័យជាភាសាខ្មែរក្លិនដីសើមដ៏ក្រអូបប្រហើរដែលភាយឡើងនៅពេលមានភ្លៀងធ្លាក់ដំបូងលើដីស្ងួត Example There is nothing more relaxing than breathing in the fresh petrichor គ្មានអ្វីធ្វើឲ្យស្រស់ស្រាយជាងការបានស្រូបយកក្លិនដីសើមបន្ទាប់ពីភ្លៀងធ្លាក់នោះទេចូលមកពាក្យទីចុងក្រោយវិញគឺ obfuscate meaning to deliberately make something unclear confusing or difficult to understand អត្ថន័យជាភាសាខ្មែរចេតនាធ្វើឲ្យរឿងអ្វីមួយទៅជាស្រពេចស្រពិលវង្វេងឬពិបាកយល់ Example The politician tried to obfuscate the truth by using long complicated words during the interview អ្នកនយោបាយរូបនោះបានព្យាយាមបិទបាំងឬធ្វើឲ្យការពិតមានភាពស្រពេចស្រពិលដោយការប្រើប្រាស់ពាក្យពេចន៍វែងនិងស្មុគស្មាញក្នុងអំឡុងពេលសម្ភាសន៍អរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាក្រុមហ៊ុនដូចរបស់ Tech ពួកយើងបានផ្ដល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេជាមួយផលិតផលដែលមានគុណភាពខ្ពស់និងការធានាត្រឹមត្រូវយើងមានលក់ដូចជា laptop និង mini PC ម៉ូដថ្មីថាមពលខ្លាំងងាយស្រួលប្រើទីនិងសន្សំសំចៃកន្លែងយើងមាន desktop computer កម្លាំងម៉ាស៊ីនខ្ពស់សម្រាប់រាល់ការងារធ្ងន់ៗដែលបងប្អូនត្រូវការហើយម៉ាស៊ីន print និង screen ជាជំនួយការការិយាល័យដ៏រហ័សនិងមានភាពច្បាស់ល្អកាមេរ៉ាសុវត្ថិភាពការពារនិងមើលថែទីតាំងរបស់អ្នក24ម៉ោងជ្រើសរើសភាពវៃឆ្លាតជ្រើសរើសទំនុកចិត្តនិងភាពរីកចម្រើនពី Tech